ចាសួស្តីលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តស្ដាប់ជាទីមេត្រីជាបន្តទៅទៀតនេះនាងខ្ញុំសុភ័ត្រាសូមជម្រាបជូនព័ត៌មានជាតិនិងអន្តរជាតិរបស់វិទ្យុជាតិ FM 90.5 MHz រួមជាមួយនឹងវិទ្យុបណ្ដាញខេត្តបៃលិនចាសជាដំបូងនេះសូមជម្រាបជូននូវមេត្តាព័ត៌មានរដ្ឋមន្ត្រីក្រសួងអប់រំដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យសមិទ្ធផលអប់រំ10ឆ្នាំនៃការរៀននិងបង្រៀនគណិតវិទ្យានៅបឋមសិក្សាគណៈប្រតិភូសារព័ត៌មានកម្ពុជាទទួលបានចំណេះដឹងអំពីបច្ចេកទេសផ្សព្វផ្សាយពហុប្រព័ន្ធរបស់ខេត្តខ្វាងនីងវៀតណាមកម្ពុជាសង្ហបុរីសហការរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍តើសៀមអាចបញ្ចប់ឬដកខ្លួនឬបដិសេធមិនអនុវត្ត MOU ឆ្នាំ2000ដែលបានចុះជាមួយកម្ពុជាបានដែរឬទេមនុស្ស91នាក់នៅបន្តជាប់ក្រោមអគារសាលារៀនដែលបាក់ស្រុតក្នុងប្រទេសឥណ្ឌូនេស៊ីតទៅនេះសូមជម្រាបជូននូវព័ត៌មានពិស្ដារដ្ឋមន្ត្រីក្រសួងអប់រំដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យសមិទ្ធផលអប់រំ10ឆ្នាំនៃការរៀននិងបង្រៀនគណិតវិទ្យានៅបឋមសិក្សានារសៀលថ្ងៃទី30ខែកញ្ញាឆ្នាំ2025នៅទីស្តីការក្រសួងឯកឧត្តមបណ្ឌិតសភាចាហងជួននរិនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យសមិទ្ធផលអប់រំ10ឆ្នាំនៃការរៀននិងបង្រៀនគណិតវិទ្យានៅបឋមសិក្សាដែលមានការចូលរួមពីឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡាតំណាងដៃគូអភិវឌ្ឍនិងមន្ត្រីពាក់ព័ន្ធក្រុមអាវ៉ាត់ក្រសួងកិច្ចប្រជុំនេះបានពិនិត្យពិភាក្សាដើម្បីកែលម្អនិងបំពេញបន្ថែមលើរបាយការណ៍ស្ដីពីសមិទ្ធផលអប់រំ10ឆ្នាំនៃការរៀននិងបង្រៀនគណិតវិទ្យានៅបឋមសិក្សាដែលក្នុងនោះរួមមានគោលការណ៍នៃការបង្រៀនគណិតវិទ្យានៅបឋមសិក្សាការរៀបចំសម្ភារៈឧបទេសវិធីសាស្ត្របង្រៀនគណិតវិទ្យាថ្នាក់ដំបូងការផលិតនិងប្រើប្រាស់សម្ភារៈឧបទេសគណិតវិទ្យាថ្នាក់ដំបូងការបង្រៀនគណិតវិទ្យាដោយប្រើប្រាស់សម្ភារៈឧបទេសការគិតលេខរហ័សការបង្រៀនចំណោទចម្រៀងគណិតវិទ្យានិងការផលិតវីដេអូផ្សេងៗមុនឈានដល់កិច្ចពិភាក្សាឯកឧត្តមបណ្ឌិតសភាចាឧបនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំឯកសាររបាយការណ៍នៃការបង្រៀនគណិតវិទ្យាដំបូងឲ្យមានខ្លឹមសារគ្រប់គ្រាន់និងគ្រប់ជ្រុងជ្រោយសម្រាប់ប្រើប្រាស់ធ្វើជាឯកសារមូលដ្ឋានក្នុងការបណ្ដុះបណ្ដាលគ្រូឧទ្ទេសនិងគ្រូបង្រៀនថ្មីជាពិសេសការបញ្ចូលវិធីសាស្ត្របង្រៀនល្អៗទៅក្នុងកម្មវិធីសិក្សានៅសាលាគ្រប់កុសលដើម្បីធានាឲ្យបានថាគ្រូបង្រៀនថ្មីមានសមត្ថភាពក្នុងការបង្រៀនគណិតវិទ្យាដំបូងប្រកបដោយវិជ្ជាជីវៈដោយកន្លងមកក្រុមការងារជំនាញក្រមអាវ៉ាត់ក្រសួងនិងដៃគូអភិវឌ្ឍបានសហការគ្នារៀបចំជាសៀវភៅណែនាំគ្រូសៀវភៅលំហាត់សៀវភៅវឹកហាត់ធ្វើលំហាត់បន្ថែមនិងសៀវភៅជំនួយគណិតវិទ្យាបន្ទាប់ពីស្ដាប់របាយការណ៍ស្ដីពីការបង្រៀននិងរៀនគណិតវិទ្យានៅបឋមសិក្សារួចមកឯកឧត្តមបណ្ឌិតសភាចាឧបនាយករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍សូមឲ្យរៀបចំជាសិក្ខាសាលាវិតម្លៃវិធីសាស្ត្របង្រៀននិងលើកកម្ពស់ការស្រាវជ្រាវជាក់ស្ដែងជំរុញឲ្យគ្រូចាប់ផ្ដើមយកចិត្តទុកដាក់រៀបចំធ្វើជាតារាងនិងសម្ភារៈផ្សេងៗដើម្បីជំនួយដល់ការបង្រៀនរៀបចំជាបទបង្ហាញដើម្បីចែករំលែកបទពិសោធន៍បង្រៀនល្អៗនិងផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅទស្សនៈទានការបង្រៀនគណិតវិទ្យាដំបូងនិងអំណានដំបូងដោយយកឱកាសនោះផលិតជាវីដេអូផងដែរផលិតវីដេអូស្ដីពីការបង្រៀនគណិតវិទ្យាពីចម្ងាយវីដេអូគំរូនៃការបង្រៀនវីដេអូគំរូនៃការបង្រៀនវីដេអូគំរូនៃការប្រើប្រាស់សម្ភារៈឧបទេសគណិតវិទ្យាជាដើមយកវិធីសាស្ត្របង្រៀនរបស់គ្រូដែលមានបទពិសោធន៍បង្រៀនល្អៗចងក្រងជាសៀវភៅសម្រាប់គ្រូបង្រៀនថ្មីៗអាចយកទៅអនុវត្តបង្រៀនបន្តបានងាយស្រួលនិងមានប្រសិទ្ធភាពមុនពេលបើកបវេសនការសូមក្រុមការងារចុះពិនិត្យនិងវាតម្លៃដោយផ្ទាល់តាមសាលារៀនគោលដៅដើម្បីបានឃើញច្បាស់ពីស្ថានភាពសាលារៀនថ្នាក់រៀននិងសម្ភារៈឧបទេសសម្រាប់ដំណើរការរៀននិងបង្រៀននិងរៀបចំផែនការសកម្មភាពឲ្យមានប្រសិទ្ធភាពឆ្លើយតបទៅនឹងគោលដៅនៃការលើកកម្ពស់ការរៀននិងបង្រៀនអំណាចដំបូងនិងគណិតវិទ្យាដំបូងតាំងនាងក្រសួងអប់រំយុវជននិងកីឡាឯកឧត្តមបណ្ឌិតសភាចាឧបនាយករដ្ឋមន្ត្រីសូមកោតសរសើរនិងថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍទាំងអស់
ដែលបានចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលគ្រូនាពេលកន្លងមកក៏ដូចជាការសិក្សាស្រាវជ្រាវចងក្រងជាឯកសារពាក់ព័ន្ធនឹងការគ្រប់គ្រងថ្នាក់រៀនការបណ្ដុះវិន័យតាមបែបវិជ្ជមាននិងសូមវិតម្លៃខ្ពស់ដល់ក្រុមការងារពាក់ព័ន្ធក្រុមអវ៉ាក្រសួងដែលបានរៀបចំឯកសារទស្សនៈទាននេះប្រកបដោយវឌ្ឍនភាពដើម្បីគាំទ្រដល់ការអនុវត្តការបង្រៀនគណិតវិទ្យាដំបូងទូទាំងប្រទេសដែលគូបញ្ជាក់ពីភាពចាំបាច់នៃការដាក់បញ្ចូលវិធីសាស្ត្របង្រៀនថ្មីទៅក្នុងការបណ្ដុះបណ្ដាលគ្រូនៅគ្រប់កុសលសម្ដៅជំរុញស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀននិងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សឲ្យកាន់តែល្អប្រសើរឡើងគណៈប្រតិភូសារព័ត៌មានកម្ពុជាទទួលបានចំណេះដឹងអំពីបច្ចេកទេសផ្សព្វផ្សាយពហុប្រព័ន្ធរបស់ខេត្តខ្វាំងninhវៀតណាមគណៈប្រតិភូសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាចំនួន10រូបដឹកនាំដោយឯកឧត្តមអ៊ិនឆាយអនុរដ្ឋលេខាធិការក្រសួងព័ត៌មាននាព្រឹកថ្ងៃទី1ខែតុលាឆ្នាំ2025បានបន្តបំពេញទស្សនកិច្ចដ៏សំខាន់មួយនៅទីក្រុងហាឡុងខេត្តខ្វាំងninhនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដើម្បីចូលរួមវគ្គចែករំលែកបទពិសោធន៍ស្ដីពីកិច្ចការផ្សព្វផ្សាយព័ត៌មានប្រកបដោយប្រសិទ្ធភាពកិច្ចប្រជុំចែករំលែកបទពិសោធន៍នេះត្រូវបានរៀបចំឡើងយ៉ាងកក់ក្ដៅដោយមានការចូលរួមពីតំណាងខេត្តខ្វាំងninhរួមមានលោកនុយយិនថាន់តុងអនុប្រធានមន្ទីរវប្បធម៌កីឡានិងទេសចរណ៍លោកស្រីនុយយិនធីថេននាយករងកាសែតវិទ្យុនិងទូរទស្សន៍ខេត្តនិងលោកឌូងូហាសមាគមអ្នកសារព័ត៌មានខេត្តខ្វាំងninhលោកនុយយិនថាន់តុងបានគូសបញ្ជាក់ពីយុទ្ធសាស្ត្រសំខាន់ៗក្នុងការងារផ្សព្វផ្សាយរបស់ខេត្តខ្វាំងninhដែលល្បីល្បាញដោយសារសម្បត្តិបេតិកភណ្ឌពិភពលោកឈូងសមុទ្រហាឡុងលោកបានបង្ហាញថាភាគីវៀតណាមបានធ្វើការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរដ្ឋាភិបាលក្នុងតំបន់ជាពិសេសរវាងមន្ទីរវប្បធម៌កីឡានិងទេសចរជាមួយប្រព័ន្ធផ្សព្វផ្សាយលោកបានសង្កត់ធ្ងន់ថាការងារទំនាក់ទំនងគោលនយោបាយនៅខេត្តខ្វាំងninhបន្តទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់ព័ត៌មានទាន់ពេលវេលាការអនុវត្តគោលការណ៍ណែនាំនិងគោលនយោបាយរបស់បកព្រមទាំងច្បាប់របស់រដ្ឋាភិបាលលោកស្រីនុយយិនធីថេនបានចែករំលែកអំពីការបង្កើតនិងប្រតិបត្តិការនៃមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយខេត្តខ្វាំងninhដែលបច្ចុប្បន្នជាកាសែតវិទ្យុនិងទូរទស្សន៍ខេត្តទីភ្នាក់ងារនេះបានចូលរួមដំណើរការជាផ្លូវការនៅថ្ងៃទី1ខែមករាឆ្នាំ2019ដែលផ្អែកលើការរួមបញ្ចូលគ្នានៅទីភ្នាក់ងារព័ត៌មានជាច្រើនលោកស្រីថាមជ្ឈមណ្ឌលនេះដំណើរការតាមគំរូការិយាល័យវិចារណកថារួមដែលផលិតមាតិកាពហុប្រព័ន្ធផ្សព្វផ្សាយនិងចាក់ផ្សាយលើវេទិកាចំនួន7រួមមានទូរទស្សន៍2ប៉ុស្តិ៍វិទ្យុ2ប៉ុស្តិ៍កាសែតបោះពុម្ពប្រចាំថ្ងៃចុងសប្តាហ៍ហាឡុងទស្សនាវដ្តីពីភាសាចិនកាសែតអេឡិចត្រូនិកនិងបណ្ដាញព័ត៌មានអេឡិចត្រូនិកខេត្តដើម្បីបង្កលក្ខណៈងាយស្រួលដល់ការងារពហុព័ត៌មានរបស់អ្នកសារព័ត៌មានលោកស្រីបានបន្ថែមថាកម្មវិធីកែសម្រួលព័ត៌មានត្រូវបានភ្ជាប់គ្នានិងរួមបញ្ចូលគ្នាទៅវិញទៅមកដូចជាកាសែតបោះពុម្ពនិងកាសែតអេឡិចត្រូនិកប្រើកម្មវិធីដូចគ្នាជាពិសេសប្រព័ន្ធផ្សព្វផ្សាយវិទ្យុនិងទូរទស្សន៍ត្រូវបានធ្វើសមការកម្មជាមួយកាសែតអេឡិចត្រូនិកនិងកម្មវិធី QN Mediaតាមរយៈនេះនាយកដ្ឋានផលិតមាតិកា Digital អាចទាញយកទិន្នន័យចែករំលែកកែសម្រួលនិងផលិតមាតិកាដែលសមស្របសម្រាប់វេទិកា OTT និងបណ្ដាញសង្គមបានយ៉ាងឆាប់រហ័សជាងនេះទៀតប្រព័ន្ធនេះក៏ជួយដល់ការកែតម្រូវការវិភាគនៃការផ្សាយដោយស្វ័យប្រវត្តិក្នុងពេលវេលាជាក់ស្ដែងដែលមានសារៈសំខាន់ខ្លាំងនៅពេលមានកម្មវិធីផ្សាយផ្ទាល់ផងដែរបន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាការរំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមកភាគីវៀតណាមបានដឹកនាំគណៈប្រតិភូសារព័ត៌មានកម្ពុជាទៅទស្សនកិច្ចមជ្ឈមណ្ឌលបម្រើសេវាសាធារណៈរបស់ខេត្តខ្វាំងninhច្រកចេញចូលតែមួយរបស់ខេត្តមជ្ឈមណ្ឌលបម្រើសេវាសាធារណៈខេត្តខ្វាំងninhគឺជាសេវាដ៏លេចធ្លោមួយនៅក្នុងការកែតម្រង់រដ្ឋបាលសាធារណៈរបស់ខេត្តខ្វាំងninhវាត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់សេវារដ្ឋបាលប្រកបដោយតម្លាភាពប្រសិទ្ធភាពនិងឆាប់រហ័សដល់ប្រជាពលរដ្ឋនិងអាជីវកម្មតាមរយៈប្រព័ន្ធច្រកចេញចូលតែមួយបន្ទាប់មកទៅទស្សនកិច្ចទីស្នាក់ការកណ្ដាលថ្មីនៃកាសែតវិទ្យុនិងទូរទស្សន៍ខេត្តខ្វាំងninhដែលជាមជ្ឈមណ្ឌលទំនាក់ទំនងទំនើបមានឥទ្ធិពលទូលំទូលាយសមស្របនឹងទូនាទីរបស់ខេត្តជាមជ្ឈមណ្ឌលសេវាកម្មនិងឧស្សាហកម្មដែលមានគុណភាពខ្ពស់ដែលតំណាងឲ្យភាពទំនើបនិងការបដិញ្ញាចិត្តរបស់ខេត្តក្នុងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ
តាមរយៈការចែករំលែកបទពិសោធន៍ស៊ីជម្រៅនេះគណៈប្រតិភូសារព័ត៌មានកម្ពុជាបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងលើគំនិតផ្ដួចផ្ដើមនិងការអនុវត្តប្រកបដោយជោគជ័យរបស់ខេត្តខ្វាំងនីងក្នុងការប្រើប្រាស់កម្លាំងសារព័ត៌មានជាកត្តាជំរុញការអភិវឌ្ឍទស្សនកិច្ចនាពេលនេះមិនត្រឹមតែជាការផ្លាស់ប្ដូរចំណេះដឹងជំនាញប៉ុណ្ណោះទេប៉ុន្តែក៏ជាឱកាសដ៏ល្អមួយក្នុងការពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរគឺកម្ពុជាវៀតណាមជាពិសេសរវាងស្ថាប័នសារព័ត៌មានដើម្បីជំរុញការយល់ដឹងគ្នាទៅវិញទៅមកនិងការរីកចម្រើនរួមកម្ពុជាសង្ហបុរីសហការរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍ទីក្រុងម៉ាឡាកាប្រទេសម៉ាឡេស៊ីថ្ងៃទី29ខែកញ្ញាឆ្នាំ2025នៃឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរអាស៊ានឆ្នាំ2025ឯកឧត្តមហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរបានជួបពិភាក្សាការងារជាមួយឯកឧត្តមអាល់វីងតាន់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មក្រសួងវប្បធម៌សហគមន៍និងយុវជននៃប្រទេសសង្ហបុរីនៅក្នុងជំនួបនេះឯកឧត្តមរដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរកម្ពុជាសង្ហបុរីដែលសម្រេចបាននាពេលកន្លងមកនិងមានទស្សនៈរួមគ្នាក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែស៊ីជម្រៅដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរបន្ថែមទៀតសូមបញ្ជាក់ជូនថានៅឆ្នាំ2024ភ្ញៀវទេសចរសង្ហបុរីមកកម្ពុជាមានចំនួន45,895 នាក់កើនឡើង 4.6% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ2023ក្នុងរយៈពេល8ខែដើមឆ្នាំ2025ភ្ញៀវទេសចរសង្ហបុរីមានចំនួន29,121 នាក់កើនឡើង 3.7% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ2024តើសៀមអាចបញ្ចប់ឬដកខ្លួនឬបដិសេធមិនអនុវត្ត MOU ឆ្នាំ2000ដែលបានចុះជាមួយកម្ពុជាបានដែរឬទេតើសៀមអាចបញ្ចប់ឬដកខ្លួនឬបដិសេធមិនអនុវត្តអនុសរណៈនៃការយោគយល់គ្នាស្ដីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកដែលហៅកាត់ថា MOU ឆ្នាំ2000ដែលបានចុះជាមួយកម្ពុជាបានដែរឬទេអនុសរណៈនៃការយោគយល់គ្នាស្ដីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកដែលហៅកាត់ថា MOU ឆ្នាំ2000ត្រូវបានចុះនៅថ្ងៃទី14ខែមិថុនាឆ្នាំ2000រវាងកម្ពុជានិងសៀមហើយត្រូវបានយកទៅតម្កល់ទុកនិងចុះក្នុងប្រតិបត្តិផ្លូវការនៃអង្គការសហប្រជាជាតិក្នុងសៀវភៅលេខ Vol.U 27H3 L 48557ដោយមានលេខ48557នៅថ្ងៃទី25ខែឧសភាឆ្នាំ2011តាមចរិតលក្ខណៈនៃ MOU នេះគឺត្រូវចាត់ទុកថាជាសន្ធិសញ្ញាណអន្តរជាតិទ្វេភាគីរវាងកម្ពុជានិងសៀមតាមរយៈនេះច្បាប់ដែលត្រូវយកមកអនុវត្តគឺមាន2ទី1គឺខ្លឹមសារដែលមានចែងនៅក្នុង MOU ផ្ទាល់និងទី2គឺវិធានការបទបញ្ញត្តិដែលមានចែងនៅក្នុងអនុសញ្ញាទីក្រុង Weekend ស្ដីពីច្បាប់នៃសន្ធិសញ្ញាចុះថ្ងៃទី23ខែឧសភាឆ្នាំ1969ដែលបានចូលជាធរមាននៅថ្ងៃទី27ខែមករាឆ្នាំ1980បើតាមអនុសញ្ញាទីក្រុង Weekend នេះសន្ធិសញ្ញាអន្តរជាតិមួយអាចត្រូវបានបញ្ចប់ឬភាគីអាចដកខ្លួនឈប់អនុវត្តបានតាមរបៀប2យ៉ាងមាត្រា54ទី1គឺការបញ្ចប់ឬដកខ្លួនចេញពីសន្ធិសញ្ញាស្របតាមបញ្ញត្តិជាក់លាក់ដែលមានចែងនៅក្នុងសន្ធិសញ្ញាផ្ទាល់ទី2គឺនាពេលណាក៏បានតាមការព្រមព្រៀងរវាងភាគីទាំងអស់នៃសន្ធិសញ្ញាបើតាមការពិនិត្យលើខ្លឹមសាររបស់ MOU ឆ្នាំ2000គឺមិនមានមាត្រាណាមួយដែលចែងអំពីការបញ្ចប់ឬការដកខ្លួនចេញពី MOU នេះដោយភាគីណាមួយនោះទេតើត្រូវធ្វើដូចម្តេចក្នុងករណីនេះគេត្រូវទៅពិនិត្យបទបញ្ញត្តិនៃអនុសញ្ញាទីក្រុង Weekend ដែលជាវិធានរួមនៃសន្ធិសញ្ញាអន្តរជាតិករណីនេះមានចែងនៅក្នុងមាត្រា56ដែលមានខ្លឹមសារជាគោលការណ៍គឺហាមឃាត់មិនឲ្យភាគីណាមួយនៃសន្ធិសញ្ញាដកខ្លួនឬបញ្ចប់សន្ធិសញ្ញាដោយឯកតោភាគីបាននោះទេមាត្រា56នេះមានចែងផងដែរអំពីករណីលើកលែងចំនួន2ដែលអនុញ្ញាតឲ្យភាគីបញ្ចប់ឬដកខ្លួនពីសន្ធិសញ្ញាជាឯកតោភាគីបានដោយត្រូវបង្ហាញភស្តុតាង1មានភស្តុតាងច្បាស់លាស់ថាភាគីបានមានចេតនាអនុញ្ញាតឲ្យមានលទ្ធភាពនៃការបញ្ចប់ឬដកខ្លួនដោយឯកតោភាគី2បង្ហាញភស្តុតាងថាសិទ្ធិនៅក្នុងការបញ្ចប់ឬការដកខ្លួនដោយឯកតោភាគីអាចធ្វើបានដោយសារតែសារធាតុនៃសន្ធិសញ្ញា
បើពិនិត្យតាមមាត្រា56នេះ MOU ឆ្នាំ2000មិនអាចត្រូវបានបញ្ចប់ឬដកខ្លួនឈប់អនុវត្តជាឯកតោភាគីដោយសៀមបាននោះទេចុះបើសៀមនៅតែប្រកាសដកខ្លួនឬឈប់អនុវត្តតាម MOU ឆ្នាំ2000នេះទៀតក្នុងករណីនេះគឺសៀមរំលោភច្បាប់អន្តរជាតិជាពិសេសគោលការណ៍កិច្ចព្រមព្រៀងត្រូវតែគោរពដោយសុឆន្ទៈដែលមានចែងក្នុងមាត្រា26នៃអនុសញ្ញាទីក្រុងវីខេននិងមាត្រា2នៃធម្មនុញ្ញអង្គការសហប្រជាជាតិយន្តការផ្លូវច្បាប់ដែលមានចែងសម្រាប់ឆ្លើយតបទៅនឹងការបំពានច្បាប់អន្តរជាតិរបស់សៀមនេះគឺអាចជាការចរចាការសម្របសម្រួលសន្តានកម្មមជ្ឈត្តការឬការប្តឹងទៅតុលាការដែលបែបបទនឹងនីតិវិធីបញ្ចេញនៅក្នុងលិខិតតុបករអន្តរជាតិសំខាន់ៗចំនួន4ទី1មាត្រា65នៃអនុសញ្ញាទីក្រុងវីខេនដែលដំបូងប្រទេសភាគីវិវាទអាចចរចាជាមួយគ្នាស្វែងរកដំណោះស្រាយទី2ធម្មនុញ្ញអង្គការសហប្រជាជាតិយោងតាមមាត្រា35ប្រទេសសមាជិកអាចប្តឹងទៅក្រុមប្រឹក្សាសន្តិសុខឬមហាសន្និបាតនៃអង្គការសហប្រជាជាតិដើម្បីពិនិត្យយោងមាត្រា36នៃធម្មនុញ្ញអង្គការសហប្រជាជាតិនេះក្រុមប្រឹក្សាសន្តិសុខអាចផ្តល់អនុសាសន៍ឲ្យធ្វើការដោះស្រាយវិវាទដោយតុលាការយុត្តិធម៌អន្តរជាតិទី3សន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ដើម្បីដោះស្រាយវិវាទតាមយន្តការតំបន់អាស៊ានយោងជំពូក4ប្រទេសសមាជិកអាចស្នើសុំបង្កើតក្រុមប្រឹក្សាកំពូលរបស់ប្រទេសសមាជិកដើម្បីដោះស្រាយវិវាទទី4ធម្មនុញ្ញអាស៊ានយោងជំពូកទី8មាត្រា23ប្រទេសសមាជិកអាចស្នើសុំប្រធានអាស៊ានឬអគ្គលេខាធិការអាស៊ានដើម្បីជួយសម្របសម្រួលដោះស្រាយវិវាទផ្អែកលើទស្សនវិជ្ជានយោបាយសៀមនឹងក្លាយជាប្រទេសដែលអន្តរជាតិមិនអាចទុកចិត្តបានដោយសារតែជន់ឈ្លីសន្ធិសញ្ញាដែលខ្លួនបានចុះហត្ថលេខាស្រេចតែអំពើចិត្តជាប្រទេសដែលបង្កឲ្យមានអស្ថិរភាពក្នុងតំបន់និងបំផ្លាញមុខមាត់អាស៊ាននៅក្នុងឆាកអន្តរជាតិចាលោកអ្នកនាងកញ្ញាប្រិយមិត្តស្ដាប់ជាទីមេត្រីព័ត៌មានជាតិដែលយើងខ្ញុំបានជម្រាបជូននៅពេលនេះចាប់តែប៉ុណ្ណេះជាបន្តសូមជម្រាបជូននៅព័ត៌មានអន្តរជាតិមនុស្ស91នាក់នៅបន្តជាប់ក្រោមអគារសាលារៀនដែលបាក់ស្រុតក្នុងប្រទេសឥណ្ឌូនេស៊ីអាជ្ញាធរនៅប្រទេសឥណ្ឌូនេស៊ីបានឲ្យដឹងថាមនុស្សចំនួន91នាក់ត្រូវជឿថានៅបន្តជាប់ក្រោមគំនរបាក់បែកនៃអគារសាលារៀនមួយខ្នងដែលបានបាក់ស្រុតនៅកោះជ្វាកាលពី2ថ្ងៃមុនគណៈក្រុមសង្គ្រោះកំពុងខិតខំរុករកនិងជួយអ្នកនៅរស់នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឥណ្ឌូនេស៊ីបានរាយការណ៍ថាអគារសាលារៀនអ៊ីស្លាមខាងលើដែលមានច្រើនជាន់និងស្ថិតក្នុងក្រុងស៊ីដាជូស្រាប់តែបានបាក់ស្រុតភ្លាមកាលពីវេលាថ្ងៃត្រង់និងថ្ងៃច័ន្ទសប្តាហ៍នេះចំពេលដែលសិស្សជាច្រើនអ្នកជួបជុំគ្នាធ្វើការថ្វាយបង្គំប្រចាំថ្ងៃទីភ្នាក់ងារបង្ការគ្រោះមហន្តរាយឥណ្ឌូនេស៊ីបាននិយាយថាការវាយប្រហារចុងក្រោយគឺមនុស្ស91នាក់ត្រូវបានសង្ស័យថាជាប់នៅក្រោមគំនរបាក់បែកខណៈកាលពីថ្ងៃអង្គារទីភ្នាក់ងារដដែលបានប្រាប់ថាមនុស្ស3នាក់ត្រូវបញ្ជាក់ថាបានស្លាប់និង38នាក់បាត់ខ្លួនគូបញ្ជាក់ថានាពេលនេះក្រុមសង្គ្រោះកំពុងផ្ដោតលើការផ្ដល់អុកស៊ីសែនដល់អ្នកនៅរស់ដែលជាប់ក្រោមគំនរអគារហើយឃើញតំបន់ចំនួន7ដែលមានសញ្ញាអ្នកអាចនៅមានជីវិតវៀតណាមវិតម្លៃថាការខូចខាតទ្រព្យសម្បត្តិដោយសារព្យុះទីហ្វុងប៉ូឡូញគឺជាទឹកប្រាក់ខ្ទង់$303លានខណៈមនុស្ស29នាក់ស្លាប់និង22នាក់បាត់ខ្លួននាថ្ងៃពុធទី1ខែតុលារដ្ឋាភិបាលវៀតណាមបានចេញរបាយការណ៍វិតម្លៃបឋមថាការខូចខាតទ្រព្យសម្បត្តិបង្កឡើងដោយសារការវាយប្រហាររបស់ព្យុះទីហ្វុងឈ្មោះប៉ូឡូញគឺគិតជាទឹកប្រាក់ស្មើនឹងខ្ទង់8 trillion ដុងឬ$303លានអាមេរិកនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ព្យុះប៉ូឡូញដែលជាព្យុះទីហ្វុងមានឥទ្ធិពលដ៏ខ្លាំងមួយបានមកដល់តំបន់ភាគកណ្ដាលប្រទេសវៀតណាមកាលពីថ្ងៃច័ន្ទសប្តាហ៍នេះហើយវាបាននាំមកជាមួយនូវខ្យល់បក់បក់និងភ្លៀងធ្លាក់យ៉ាងខ្លាំងក្លាដែលបានផ្ដាច់ជីវិតមនុស្សយ៉ាងហោច29នាក់និងបន្សល់ទុក22នាក់ផ្សេងទៀតបាត់ខ្លួនគូបញ្ជាក់ថាការមកដល់នៃព្យុះប៉ូឡូញនៅវៀតណាមគឺបន្ទាប់ពីព្យុះទីហ្វុងនេះបានវាយប្រហារលើហ្វីលីពីនកាលពីសប្តាហ៍មុននិងសម្លាប់មនុស្ស27នាក់ច
ចាលោកអ្នកនាងកញ្ញាប្រិយមិត្តស្ដាប់ជាទីមេត្រីព័ត៌មានជាតិនិងអន្តរជាតិរបស់វិទ្យុជាតិ FM 90.5 MHz រួមជាមួយនឹងវិទ្យុបណ្ដាញខេត្តប៉ៃលិនដែលនាងខ្ញុំបានជម្រាបជូននៅពេលនេះចាប់តែប៉ុណ្ណេះនាងខ្ញុំសូមអរគុណចំពោះការតាមដានយកចិត្តទុកដាក់ស្ដាប់របស់លោកអ្នកនាងសូមជូនពរលោកអ្នកនាងឲ្យមានសុខភាពល្អរាល់ការធ្វើដំណើរសូមប្រកបដោយសុវត្ថិភាពនាខណៈនេះនាងខ្ញុំសុភ័ត្រាសូមអរគុណនិងសូមគោរពលា